គេនេះគឺតាក់ទងនឹងរឿងអាមេរិកដែលមិនភ្លេចបាទនៅតែរំលឹកកម្ពុជាតាក់ទងនឹងរឿងដែលថាត្រូវតែចាប់អ្នកដែលដូចថាមេខ្លោងឆបោកអនឡាញដែលនៅពីក្រោយការឆបោកអនឡាញម្ដងហើយម្ដងទៀតព្រោះអីអាមេរិកហាក់បីដូចជាអឺចង់តែរំលឹកកម្ពុជាព្រោះអត់ទាន់ឃើញកម្ពុជាចាប់បានត្រីធំនៅឡើយឃើញតែចាប់ត្រីកញ្ចុះត្រីកាភ្លៀងត្រីធំហ្នឹងគឺសំដៅទៅលើមន្ត្រីឬក៏អ្នកនៅពីក្រោយខ្នងឬក៏អ្នកដែលរងការចោទប្រកាន់មាននៅក្នុងបញ្ជីរបស់អាមេរិកទៅទៀតនៅក្នុងរដ្ឋាភិបាលជាតិអាមេរិកមានឈ្មោះអុកញ៉ាមហាមន្ត្រីច្រើនណាស់ក៏ប៉ុន្តែអ្នកទាំងនោះមិនដែលឃើញរដ្ឋាភិបាលកម្ពុជាប៉ះសូម្បីតែម្នាក់នៅឡើយទេដូច្នេះហើយបានតែថាឃើញច្រើនលើកច្រើនគ្រាដែរដែលមើលឃើញមន្ត្រីសហរដ្ឋអាមេរិកនេះច្រើនតែទៅនាំគ្នាទៅប្រាប់កម្ពុជារំលឹកម្ដងហើយម្ដងទៀតដូចថ្ងៃនេះអញ្ចឹងអ្នកដែលទៅរំលឹកកម្ពុជាឲ្យចាត់ការត្រីធំដែរនេះគឺគ្មាននរណាក្រៅពីអ្នកស្រី Alex Zero ដែលជាភារៈធារីរបស់សហរដ្ឋអាមេរិកគឺតំណាងទូតអាមេរិកប្រចាំនៅកម្ពុជាបងប្អូនបានជ្រាបហើយថាសហរដ្ឋអាមេរិកមានតំណាងរាស្ត្រសំទោសមានឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជាដែលព្រឹទ្ធសភាបានព្រមព្រៀងឯកភាពជ្រើសតាំងរួចទៅហើយគ្រាន់តែថាមិនទាន់បានចុះទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយទេមន្ត្រីទូតរូបនេះដែលជាតំណាងទូតរបស់អាមេរិកប្រចាំនៅកម្ពុជានេះបើទោះបីមិនទាន់បានចូលទៅធ្វើការនៅប្រទេសកម្ពុជានៅឡើយកាលពីថ្ងៃទី16ខែកក្កដាបានសន្យាយ៉ាងអល់រឹកនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាផ្នែកកិច្ចការបរទេសមុននឹងគេបោះឆ្នោតឲ្យគាត់ឡើងជាប់ជាឯកអគ្គរដ្ឋទូតរបស់អាមេរិកប្រចាំនៅកម្ពុជាគាត់បានសច្ចាចំណុច2ធំៗទី1គឺប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះឲ្យដល់ទីបញ្ចប់ក្នុងករណីនេះគឺគាត់ថាត្រូវតែយកអ្នកនៅពីក្រោយខ្នងនិងអ្នកពាក់ព័ន្ធមន្ត្រីអង្គការទាំងអស់ដែលតកតងនឹងការឆបោកអនឡាញនេះយកមកផ្ដន់ទាទោសឲ្យខាងតែបានអញ្ចឹងទៅឲ្យតលតែបានបាទចាមួយទៀតគឺតកតងនឹងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញនេះគឺជាការបដិញ្ញាចិត្តរបស់តំណាងសហរដ្ឋអាមេរិកលោក Christopher Anderson ហើយអ្នកស្រី Alex Zero នេះក៏ដែលជាភារៈធារីរបស់ទូតអាមេរិកនៅប្រទេសកម្ពុជាដែលកំពុងតែបំពេញការងារនេះនៅប្រទេសកម្ពុជាស្រាប់ដែលមានស្ថានទូតអាមេរិកនៅក្បែរវត្តភ្នំហ្នឹងគឺក៏គាត់ឧស្សាហ៍រំលឹករដ្ឋាភិបាលកម្ពុជាដែរកាលជួបលោកហ៊ុនម៉ាណែតក៏អ្នកស្រីរំលឹកអំពីថាការត្រូវតែដោះស្រាយបញ្ហាឆបោកអនឡាញនេះគឺគិតពីរឿងត្រីធំៗចាប់ឲ្យបានដែរហើយឥឡូវនេះថ្ងៃនេះគាត់ទៅជួបលោករដ្ឋមន្ត្រីក្រសួងយុតិធម៌លោកការ៉ិតដោយនៅក្នុងជំនួបនេះក៏លោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថាអ្វីដែលជាសារៈសំខាន់តកតងនឹងការអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកអនឡាញឲ្យបានប្រសិទ្ធភាពនិងពីសារៈសំខាន់នៃការដែលត្រូវតែផ្ដន់ទាទោសជាពិសេសមេខ្លោងដែលនៅពីក្រោយការឆបោកអនឡាញនិងអ្នកទាំងឡាយណាដែលនាំគ្នាចូលរួមឬក៏ដូចថាឲ្យដៃឬក៏បើកដៃឲ្យមានអ ுக ្រិតកម្មនេះកើតឡើងយ៉ាងពេញបន្ទុកនៅប្រទេសកម្ពុជាបាទឥឡូវនេះគឺបើយើងនិយាយឲ្យមែនតើទៅសារនេះគឺគាត់រំលឹកបែបនេះហើយបើសួរថាអ្នកណាដែលជាមេខ្លោងអ្នកណាដែលនៅពីក្រោយហើយបើកឲ្យការឆបោកនេះមានពេញបន្ទុកមានតែថ្នាក់ដឹកនាំនៃរបៀបដឹកនាំរដ្ឋហ្នឹងឯងដែលធ្វើឲ្យការឆបោកនេះវាមានកក្រើកបែបនេះព្រោះអីបើអាជ្ញាធរមិនអនុញ្ញាតបើអាជ្ញាធរមិនចាត់ការមិនអីពីដើមមកមិនមែនរឿងនេះឲ្យនៅពេញបន្ទុកដូច្នេះទេក៏ប៉ុន្តែមិនមែនបានន័យថាកម្ពុជាមិនបានដោះស្រាយបញ្ហាហ្នឹងទេយើងឃើញហើយកន្លងមកនេះគឺរយៈពេលប្រហែលជាជិត1ឆ្នាំហើយដែលកម្ពុជាសម្រុកដោះស្រាយបញ្ហានេះឃើញបិទកន្លែងឆបោកអនឡាញឃើញចាប់ឃើញផ្ដន់ទាទោសឃើញចាប់បញ្ជូនឃើញចុះទៅដូចសម្ោចដូចវងគោក្របីអីហ្នឹងគឺថាតាមទីកន្លែងគ្រប់ច្រកល្ហកអាគារធំតូចផ្ទះសំណាក់បុរីអីចឹងឃើញគេចុះចាត់ចែងអីច្រើនដែរហើយបើតាមអាជ្ញាធរគឺអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈអ្នកនាំពាក្យរងនោះដែលគាត់បានលើកឡើងថាមានដូចថាកន្លែងទីតាំងបនឆបោកអនឡាញហ្នឹងមានមិនតិចជាង600កន្លែងទេដែលបានអាជ្ញាធរចុះទៅដល់ណាហើយក៏បានចាប់កសាងសំណុំរឿងហ្នឹងទៅតុលាការជិត3000នាក់នោះក៏ប៉ុន្តែនៅក្នុងហ្នឹងយើងចម្លែកតែមួយយ៉ាងទេគឺមនុស្សច្រើនតែបញ្ជូនទៅវិញហើយនឹងទៅដោយស្ម័គ្រចិត្តហ្នឹងគឺមានប្រមាណជិត300,000នាក់ច្រើនមែនតើនៅក្នុងវិស័យឆបោកហ្នឹងក៏ក្រៅពេញពិភពលោកដែលធ្វើឲ្យ Wall Street Journal ដែលជាសារព័ត៌មានល្បីរបស់អាមេរិកហៅកម្ពុជាថាជា Cambodia ដែលចង់និយាយថាជាប្រទេសឆបោកអីចឹងដែលមែនតើទៅគឺជាពាក្យរហស្សនាមដែលគេបង្កើតឡើងនៅក្នុងការដែលប្រើប្រាស់ដើម្បីបញ្ជាក់ពីចំណុចអីមួយចឹងរឿងនេះក៏មានប្រតិកម្មពីកម្ពុជាដែរថាមិនគួរណាដាក់ពាក្យអញ្ចឹងប៉ុន្តែអ្នកកសែត The Wall Street Journal ហ្នឹងគឺគេដាក់នៅក្នុងអភន្តរៈហ្នឹងចង់បញ្ជាក់ថាពាក្យលេងពាក្យរបស់គេអីអញ្ចឹងទៅរឿងតាក់ទងមួយទៀតតាក់ទងនឹងរឿងអង្គការលើកលែងទោសអន្តរជាតិ Amnesty International គាត់បានរកឃើញនៅក្នុងរបាយការណ៍កាលពីអំឡុងខែកក្កដាឆ្នាំ2026ហ្នឹងថានៅក្នុងមជ្ឈមណ្ឌលឆបោកអនឡាញតាមពិតកម្ពុជាថាចុះទៅហ្នឹងគឺបិទឬក៏ថាទៅចុះឆែកឆេរដល់600ទីតាំង
មជ្ឈមណ្ឌលអនឡាញដែលអង្គការអន្តរជាតិនេះរកឃើញដែលធំក្រាក់ហ្នឹងគឺមាន86ទីតាំងធំដែលជាមជ្ឈមណ្ឌលហ្មងជាអគារធំស្កឹមស្កៃមានមនុស្សរាប់ពាន់នាក់អាចដល់10000នោះអគារមួយណាហើយមាន86ទីតាំងនៅក្នុងចំណោម86ទីតាំងនេះអង្គការនេះរកឃើញថាមានតែ24ទីតាំងតែប៉ុណ្ណោះដែលកម្ពុជាបានបិទអញ្ចឹងនៅសល់ប្រហែលបងប្អូនដក86បានតែ24អញ្ចឹងនៅសល់42ទៀតមិន42 52បានន័យថានៅសល់70%បង្ក្រាបបានតែ30%តែប៉ុណ្្នឹងទេនៅក្នុងការបិទព្រោះអីកាស៊ីណូបនលបែងមួយចំនួនដែលគេសង្ស័យថាមានជាកន្លែងឆបោកអនឡាញហ្នឹងថានៅអាចមានដំណើរការឲ្យផ្ដល់អាជ្ញាប័ណ្ណឲ្យប្រព្រឹត្តទៅជាហូរហែធម្មតាទៀតអានេះអ្វីដែលអង្គការលើកលែងទោសអន្តរជាតិ Amnesty International គាត់រកឃើញតែយ៉ាងណាឥឡូវនេះយើងមើលតកតងនឹងការឆបោកអនឡាញដដែលនេះយើងឆ្ងល់អញ្ចេះបងប្អូនមានឆ្ងល់ដូចខ្ញុំទេឬមួយក៏ឆ្ងល់តែម្នាក់ឯងទេខ្ញុំហ្នឹងនៅលើពិភពលោកតកតងនឹងរឿងឆបោកអនឡាញនេះចិនស៊ីជាពិសេសចិនស៊ីគឺជាមេកមីដំបូងគេដែលអាមេរិកចាប់ផ្ដើមចោតប្រកាន់បង្កកទ្រព្យសម្បត្តិចិនស៊ីគឺធ្វើឲ្យពិភពលោកក៏ក្រើកទៅតែមានអាការទៅបង្ក្រាបអីហ្នឹងតទៀតមកប៉ុន្តែដំបូងឡើយអាមេរិកទេដែលជាអ្នកនាំអាតនៅក្នុងការដាក់ឈ្មោះលោកចិនស៊ីនិងដៃជើងឬក៏អ្នកពាក់ព័ន្ធច្រើនណាមានអង្គញាមហាមន្ត្រីខ្មែរមកកណោក៏ដឹកទៀតនៅក្នុងបញ្ជីខ្មៅហ្នឹងចឹងចិនស៊ីហ្នឹងគឺដាក់ហើយគឺគេចាប់ផ្ដើមបង្កកទ្រព្យរបស់លោកចិនស៊ី$15000 លានបងប្អូន$15000 លានបើយើងនិយាយស្រួលស្ដាប់គឺ$15000 នោះ$15000 លានមិនមែន$10000ទេណា$15000 លានមិនមែន1លានទេណាហើយក៏មិនមែន1000លានដែរគឺ$15000 លានបានន័យថា$15000 លានលុយនោះលុយច្រើនសន្ធឹកមែនតើព្រោះថវិកាជាតិកម្ពុជាមួយឆ្នាំតែ$10000 លានទេបានន័យថា$10,000 លានតែលុយដែលរឹបអូសពីលោកចិនស៊ីនេះគឺស្មើនឹងថវិកាជាតិយើងមួយឆ្នាំកន្លះ$15000 លានគឺ$15000 លានច្រើនណាស់លុយនេះក៏ប៉ុន្តែកម្ពុជាកុំថាឡើយដល់ទៅ$1 លាន$1 សេនក៏អត់បានរឹបអូសលោកចិនស៊ីបានដែរហើយលោកចិនស៊ីហ្នឹងនៅណាគឺនៅខ្មែរមានសញ្ជាតិកម្ពុជាទៀតហើយជាទីប្រឹក្សារបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទៀតហើយរស៊ីបើករោងចក្របើកក្រុមហ៊ុនអចលនៈទ្រព្យក្រុមធនាគារដូច Prince Group ធនាគារ Prince អីហ្នឹងពេញស្រុកខ្មែរអត់មានបានបង្កក់លុយលោកចិនស៊ីសុំបីតែ1សេនយើងឆ្ងល់ទេបាទជួនកាលប្រហែលជាគេរកមិនឃើញក៏តែមិនដឹងប៉ុន្តែនិយាយពីបិទនោះបិទឡើងពីហើយលោកចិនស៊ីនឹងទៀតសោតចាប់បានហើយដកសញ្ជាតិបញ្ជូនទៅចិនណានោះវិញអាមេរិកអ្នកចោតប្រកាន់ទេឥឡូវនេះថៃឯនោះវិញគេបង្កក់ទ្រព្យលោកចិនស៊ីនឹងប្រមាណសារឥឡូវនេះថ្ងៃនេះអាញាធរលៀងសម្អាតប្រាក់ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់របស់ថៃគឺបានរឹបអូសទ្រព្យសម្បត្តិលោកចិនស៊ីជាង$3 លានថែមទៀតការដែលរឹបអូសទ្រព្យលោកចិនស៊ីជាង$3 លាននេះមែនតើទៅឲ្យត្រូវគឺ$3.5 លានដែលគិតជាទឹកប្រាក់ប្រហែលជា460លានបាតបាទ460លានបាតដែលគេបង្កក់បន្ថែមនៅថ្ងៃហ្នឹងសំទោសមិនមែនបង្កក់នៅថ្ងៃហ្នឹង460លានបាតទេថ្ងៃហ្នឹងបង្កក់តែ115លានបាតទេដែលស្មើនឹង$3.5 លានឥឡូវនេះប្រាក់បង្កក់សម្រាប់ថៃអាជ្ញាធរថៃបង្កក់ទ្រព្យលោកចិនស៊ីតាំងពីដើមរៀងមករហូតមកដល់ពេលនេះគឺមានទំហំទឹកប្រាក់ដល់ទៅ460លានបាតទៅហើយដែលស្មើនឹង$14 លានថៃបង្កក់ទ្រព្យសម្បត្តិលោកចិនស៊ី$14 លានហើយតាំងតែពីប្រតិបត្តិការដំបូងតាំងពីអាមេរិកចោតប្រកាន់មកតាំងពីថៃចាប់ផ្ដើមដោះស្រាយបញ្ហានេះដែរតើថៃគេរឹបអូសអីគេខ្លះបានទ្រព្យម្លឹងគឺអង្គភាពប្រយុទ្ធប្រឆាំងការឆបលាងលុយឬក៏សម្អាតប្រាក់របស់ថៃហ្នឹងគឺនៅថ្ងៃពហុនេះឯងទើបតែថែមអាការដែលរឹបអូសថែមហ្នឹងគឺទ្រព្យសម្បត្តិគាត់បន្ថែមរហូតដល់ទៅ431ដុំបាទច្រើនដែររួមទាំងលុយក៏ដកបានរួមទាំងមាសរួមទាំងដីប្លង់ដីឬក៏ដីឡូអាគារនិងទិន្នន័យដែលជា digital អីមួយចំនួនទៀតបាទអញ្ចឹងសរុបជាទឹកប្រាក់ទៅគឺទាំងឥឡូវ$3.5 លានទៀតពីមុនប្រហែលជា11លានទៀតអញ្ចឹងវា11លានកន្លះអញ្ចឹង$14 លានហើយសម្រាប់តែភាគីថៃអានេះសម្រាប់តែលោកចិនស៊ីទេក៏ប៉ុន្តែយើងសួរទៅវិញថាតើក្រៅតែពីអាជ្ញាធរថៃប្រទេសណាខ្លះដែលបានរឹបអូសទ្រព្យលោកចិនស៊ីបានគ្រប់គ្នាអត់តែខ្មែរអត់តែកម្ពុជាចម្លែកមែនតើលោកចិនស៊ីនេះណាគឺជាជនឆបោកអនឡាញតែមានមូលដ្ឋាននៅស្រុកខ្មែរប្រទេសដទៃទៀតគេបង្កក់ទ្រព្យលោកចិនស៊ីបានគ្រប់គ្នាវាអត់បង្កក់បានតែនៅស្រុកខ្មែរហ្នឹងហ្មងតែយើងចាំមើលអ្នកណាបង្កក់ច្រើនជាងគេខ្ញុំរៀបតាមលំដាប់ដើម្បីឲ្យបងប្អូនដឹងថាតើទ្រព្យប្រមាណហើយដែលគេបង្កក់ពីលោកចិនស៊ីហើយខ្មែរអត់បានបង្កក់1រៀលសោះណាទី1អ្នកដែលបង្កក់ទ្រព្យលោកចិនស៊ីច្រើនជាងគេគឺសហរដ្ឋអាមេរិក$15000 លាន$15000 លាន
$15,000 លានហ្នឹងគឺជារូបិយវត្ថុ Bitcoins ហើយអាមេរិកបង្កក់នេះគឺក្រោយចោតប្រកាន់ហើយអាមេរិកសន្យាថានឹងយកប្រាក់នេះសងទៅជនរងគ្រោះដែលជាជនជាតិអាមេរិកដែលយាយតាចាស់ដែលរត្រែទៅហើយហ្នឹងអាប្រាក់សន្សំប្រាក់ចូលនិវត្តន៍របស់គាត់ហ្នឹងយកមកចាញ់បោកគេអស់ឥឡូវហ្នឹងអាមេរិកនឹងយកប្រាក់ទាំងអស់នេះប្រគល់ទៅឲ្យយាយតាហ្នឹងវិញកម្ពុជាអត់បាន1រៀលខូចតែឈ្មោះដោយសារ Gen Z ហ្នឹងអាមេរិក$15,000,000ក្រៅពីអាមេរិកគឺទី2ដែលបង្កក់ទ្រព្យលោក Gen Z បានច្រើនសន្ធឹកដែររហូតដល់$1,000,000,000ដែរគឺហុងកុងក៏ហុងកុងនេះគឺបង្កក់ទ្រព្យលោក Gen Z $1,500,000,000បាទ$1,500,000,000ច្រើនមែនតើបើបង្កក់ជាអីគេខ្លះហុងកុងហ្នឹងទី1គឺគាត់បង្កក់ទ្រព្យហ្នឹងមានដូចជាក្រុមហ៊ុនមានទ្រព្យសម្បត្តិរបស់គាត់ដោយអចលនទ្រព្យអាគារផ្ទះស្អីលក្ខហ្នឹងក៏គេបង្កក់អញ្ចឹងមកគឺមានអាគារធំស្កឹមស្កៃអាគារពាណិជ្ជកម្មធំនៅឯប្រទេសនៅទីក្រុងហុងកុងហ្នឹងដែលមានតម្លៃទឹកប្រាក់រហូតដល់ទៅ$3,000,000,000ហុងកុងអាហ្នឹងក៏គេយករឹបអូសឬក៏បង្កក់ទុកទៅដើម្បីលក់ឡាយឡុងយកលុយសងអ្នកជនរងគ្រោះអញ្ចឹងហ្នឹងសម្រាប់ហុងកុងគឺលំដាប់លេខ2ដែលរឹបអូសទ្រព្យលោក Gen Z បាន$1,500,000,000អញ្ចឹងយើងបូកទៅ$15,000,000,000មិញរបស់អាមេរិកហុងកុង$1,500,000ទៀតអញ្ចឹងវា$16,500,000,000ហើយ$16,000,000,000កន្លះអូខេឥឡូវចូលដល់ទី3ដែលបង្កក់ទ្រព្យលោក Gen Z ច្រើនជាងគេនៅលើពិភពលោកដែរគឺប្រទេសសង្ហបុរីបង្កក់ទ្រព្យលោក Gen Z បាន$390,000,000$390,000,000ហ្នឹងគឺបង្កក់តាំងពីខែតុលាឆ្នាំ2025មកម៉េះជិត1ឆ្នាំហើយដំបូងគឺរឹបអូសដូចជាមានទ្រព្យសម្បត្តិគាត់ហ្នឹងរួមទាំងអាគារទំនើបប្រណិតគណនីធនាគារសាច់ប្រាក់និងលុយវិនិយោគក្នុងភាគហ៊ុនហើយរថយន្តទំនើប11គ្រឿងមានស្រាថ្លៃរាប់រយដបនិងមានកប៉ាល់អូប័រតម្លៃរាប់លាន$ទៀតនឹងគឺគេរឹបអូសនៅសង្ហបុរីពីលោក Gen Z បន្ទាប់ពីសង្ហបុរីមកគឺតៃវ៉ាន់កោះតៃវ៉ាន់ក៏រឹបអូសបានច្រើនសន្ធឹកដែរគឺ$170,000,000ជាទ្រព្យបាទគឺទ្រព្យហ្នឹងគឺមានទ្រព្យសម្បត្តិជាដីជាធ្លីជាអីចឹងដែរជាអាគារអញ្ចឹងដែរបន្ទាប់ពីតៃវ៉ាន់មកគឺអ្នកដែលរឹបអូសទ្រព្យលោក Gen Z លំដាប់លេខ5បានច្រើនដែរហ្នឹងគឺចក្រភពអង់គ្លេសបាន$172,000,000$172,000,000ហ្នឹងគឺមានអាគារដែលគាត់ទិញដើម្បីលាងលុយបាទពួកឆបោកអនឡាញគឺទិញអាគារទិញដីទិញភ្នំទិញបឹងទិញបួរទាំងអស់ហ្នឹងគឺដើម្បីលាងលុយអញ្ចឹងអាទ្រព្យហ្នឹងត្រូវតែរឹបអូសពីគាត់អញ្ចឹងនៅស្រុកខ្មែរហ្នឹងណាក៏គួរមើលគំរូរបស់បរទេសនេះតើបឹងប្រមាណដែលលោក Gen Z ទិញតើបូរីប្រមាណដែលលោក Gen Z ទិញភ្នំស្អីកន្លែងណាខ្លះដែលលោក Gen Z ទិញព្រោះអាទាំងអស់ហ្នឹងវាជារូបភាពនៃការលាងលុយព្រោះរបៀបលាងលុយគឺដូចខ្ញុំបានធ្លាប់បញ្យល់បងប្អូនអញ្ចឹងលុយដែលបានមកពីអំពើអូក្រិតលក់ដូរឆបោកអត់ដឹងយកទៅដាក់នៅក្នុងខ្ទង់ចំណាយចំណូលណាទេអញ្ចឹងដើម្បីឲ្យចូលនៅក្នុងសេដ្ឋកិច្ចប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់គឺយកទៅទិញដីទិញអាគារឬក៏បើកជាភោជនីយដ្ឋានឬក៏បើកជាសន្តាគារផ្ទះសន្តាគារផ្កាយ5ឬក៏បនលបែងកាស៊ីណូនឹងតែម្ដងសនុកលាងលុយព្រោះអីតែពេលឧទាហរណ៍ចាំមើលឥឡូវខ្ញុំនិយាយម្ដងមួយបើយកទៅទិញបឹងបួស្អីគេលាងលុយយ៉ាងម៉េចទិញដីទិញអីហ្នឹងគេលាងលុយយ៉ាងម៉េចបើលាងលុយក្រែងតទៅទិញបឹងហើយបើមានទឹកយកមកលាងលុយហ្នឹងមែនទេដើម្បីលាងសម្អាតប្រាក់នេះបានលុយដែលបានមកពីការលក់ដូរគ្រឿងញៀនឬក៏ឆបោកអនឡាញបែបនេះគឺលុយយកមកទាំងដុលអត់ដឹងយកមកពីប្រភពណាទេអញ្ចឹងដើម្បីឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុគឺគេបង្កើតធនាគារបើកធនាគារយកប្រជាពលរដ្ឋដាក់លុយចូលមកយកមកដើម្បីផ្ញើដើម្បីខ្ចីដើម្បីអីយូរទៅអាទុនដែលយកទៅដាក់នៅក្នុងធនាគារហ្នឹងគឺជាទុនបានមកពីអំពើទុច្ចរិតដើម្បីឲ្យលុយហ្នឹងឧទាហរណ៍ថាធនាគារមួយបើកត្រូវការទុន$300,000,000តើយើងបានលុយ$300,000,000ពីណាដើម្បីដាក់តម្កល់ជាទុនដើម្បីឲ្យប្រជាពលរដ្ឋខ្ចីដើម្បីឲ្យចរាចរណ៍នៅក្នុងការបើកធនាគារហ្នឹងគឺវិធីគឺយកអាលុយបានពីឆបោកឬក៏លក់ដូរគ្រឿងញៀនឬអកតកម្មហ្នឹងយកទៅទិញអចលនទ្រព្យអីមួយសិនឧទាហរណ៍ទិញបឹងមួយទៅតម្លៃ$100,000,000ទិញបឹងហ្នឹងគឺទិញ$100,000,000ចឹងតែម្ដងហើយអាចលក់វិញខាតក៏លក់ចំណេញក៏លក់ដែរឧទាហរណ៍ថាទិញបានមួយឆ្នាំលក់តែ$85,000,000ទេថាទីផ្សារវាចុះត្រូវការលុយកាលពីយកលុយ$100,000,000ទៅទិញបឹងហ្នឹងលុយហ្នឹងគឺជាលុយខ្មៅលុយកខ្វក់អត់មានអ្នកណាដឹងទេតែនៅពេលដែលទិញហើយចាប់ផ្ដើមយកទៅទិញគេអត់សួរប្រភពនៃលុយដែលបានទិញអាបឹងហ្នឹងដំបូងគឺគេថាលុយហ្នឹងយកមកពីអ្នកវិនិយោគនៅក្រៅប្រទេសនៅអីចិនឬក៏ស្អីចឹងទៅអញ្ចឹងក្រុមហ៊ុនអចលនទ្រព្យហ្នឹងលក់បឹងហ្នឹងឲ្យនៅពេលដែលលក់បឹងហ្នឹងឲ្យហើយមួយខែមួយឆ្នាំ2ឆ្នាំបឹងហ្នឹងជួនកាលអាចលក់ទៅចំណេញទៀតទិញ100 លានមែនណាមួយឆ្នាំក្រោយអាចលក់បាន150 លានណា
ក៏ប៉ុន្តែចំណេញក៏គេលក់មិនចំណេញក៏គេលក់ដែរបឹងហ្នឹងគឺគេទិញដើម្បីលាងលុយទេអញ្ចឹងឧទាហរណ៍ថាបាន3ខែគេដាក់បឹងហ្នឹងលក់វិញទៅអ្នកណាថាឲ្យ101លានក៏លក់ដែរ100លានដើមត្រូវដើមវិញហ្នឹងក៏លក់ដែរឬក៏90លាន85លានក៏លក់ដែរចំណេញខាតតិចតួចក៏លក់ដែរអត់អីបញ្ហាទេព្រោះគេអត់ខាតទេលុយហ្នឹងគឺបានមកពីអំពើទុច្ចរិតទេឥឡូវឧទាហរណ៍បើដីហ្នឹងយើងលក់ខាតដីបឹងហ្នឹងលក់ខាតថាលក់បានតែ85លានខាត15លានហ្នឹងមែនទេពួកអកិត្តិជនអត់ខ្វល់ទេ15លានដូច$15អញ្ចឹងប៉ុន្តែសំខាន់បំផុតអាលុយ85លានដែលទិញបឹងមិញនៅពេលដែលលក់អាជ្ញាធរដែនដីស្រុកខ្មែរមានប្លង់មានអីផ្ទេកម្មសិទ្ធិកម្មអីស្របច្បាប់អ្នកណាទិញអ្នកណាលុយចេញមកស្របច្បាប់បាត់ព្រោះលុយហ្នឹងគឺយើងទិញដូរដោយស្របច្បាប់លក់ដោយស្របច្បាប់អញ្ចឹងលុយ85លានមិញคล้ายទៅជាលុយស្អាតនេះគេលាងបានបាត់អញ្ចឹងលុយស្អាតលក់បឹងមិញបានតែ85លាននេះយកទៅដាក់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឬក៏យកទៅទុកនៅណាក៏បានដែរព្រោះគេសួរប្រភពលុយបានមកពីណាថាមកពីលក់បឹងអាហ្នឹងរឿងឧទាហរណ៍រឿងលក់បឹងហើយមានដីមានផ្ទះមានបូរីមានអីមកកណក៏ដឹកទៀតគេធ្វើស្តៀងនឹងដូចតែគ្នាអញ្ចឹងខាតក៏លក់ចំណេញក៏លក់ដែរបើចំណេញលុយកាន់តែកើនទៀតវាទៅជាការរស់ស៊ីយកអាលុយអូក្រិតហ្នឹងបំណងចង់គ្រាន់តែលាងលុយហ្នឹងឲ្យតែមកស្អាតដើម្បីយកមកដាក់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឯងប៉ុន្តែដល់ពេលចំណេញឃើញចំណេញបានទៀតព្រោះឯងមានលុយយកទៅទិញបឹងដល់បឹងហ្នឹងវាឡើងថ្លៃមិនចំណេញបានមួយសារទៀតយកអាលុយអូក្រិតហ្នឹងលុយចំណេញហ្នឹងហើយអ្នកដែលទិញភាគច្រើនសិតតែគ្នាគាត់តែលាងលុយហ្នឹងស្តៀងគ្នាហ្នឹងវល់ដូចលាមកចូលឈ្នៀងអញ្ចឹងឥឡូវបើកសន្តាគារយើងចិត្តតែឆ្ងល់ថាចុះបើកសន្តាគារមិនបានលាងលុយកើតសន្តាគារភោជនីយដ្ឋានសំបីតែបនស្រីខូចក៏ជាកន្លែងលាងលុយរបស់គេដែរទាល់តែសមត្ថកិច្ចទៅមើលព្រោះឧទាហរណ៍គេទិញសន្តាគារផ្កាយ5មួយគឺបង្កើតសន្តាគារផ្កាយ5មួយមានតម្លៃ$50លានគេបើកចក្រងចឹងមកហ្មងសន្តាគារនេះអត់មានភ្ញៀវចូលទេឧទាហរណ៍ប៉ុន្តែតម្លៃនៃការសង់សន្តាគារហ្នឹង$50លានអញ្ចឹងលុយវិនិយោគពីលុយកខ្វក់ហ្នឹងចូលទៅស្របច្បាប់បាត់ហើយសន្តាគារនេះបើលក់តែសន្តាគារហ្នឹងលក់តែលបហ្នឹងតែ$50លានវិញក៏លុយហ្នឹងស្របច្បាប់ដែរហ្នឹងយើងលេចនិយាយតែលក់ឯងតែសន្តាគារហ្នឹងជួនកាលគេអត់លក់ឯងគេលាងលុយគឺទិញមកបើលក់ក៏យកលុយហ្នឹងមកលាងបានស្អាតបើមិនលាងក៏គេទុកអាចរន់នៃលុយភ្ញៀវដែលចូលទៅគេងនៅសន្តាគារផ្កាយ5ឧទាហរណ៍មួយឆ្នាំគេរកបាន$5លានពីភ្ញៀវចូលទៅស្នាក់នៅសន្តាគារហ្នឹងអញ្ចឹងគេបំផោងតួលេខហ្នឹងទៅមួយឆ្នាំ5លានមួយឆ្នាំ5លាន10ឆ្នាំ$50លានលុយដែលកខ្វក់យកទៅចូលទៅក្នុងសន្តាគារហ្នឹងថា5ឆ្នាំរកបាន10ឆ្នាំរកបាន$50លានអញ្ចឹងអាលុយ$50លានចេញពីសន្តាគារហ្នឹងគឺវាស្របច្បាប់អ្នកណាដែលអាចរកឃើញថាអំពើនេះខុសច្បាប់គឺមានតែប៉ូលីសទេទៅអង្គុយធ្វើសវនកម្មសន្តាគារហ្នឹងថាតើមានភ្ញៀវប្រមាណនេះហើយទៅអង្គុយកត់ហ្មងព្រលឹមឡើងដាក់តូបមើលគឺថាឆ្មក់ហ្មងមួយថ្ងៃហ្នឹងភ្ញៀវចូល10នាក់បន្ទប់មួយថ្លៃជាងគេប្រមាណ500ចុះឧទាហរណ៍បើ10នាក់យើងឲ្យថ្លៃអស់បានប្រមាណ$5000ចុះឧទាហរណ៍ថាមួយថ្ងៃហើយយើងគុណមួយខែប្រមាណមានភ្ញៀវប្រមាណអញ្ចឹងសមត្ថកិច្ចត្រូវឆ្មក់ឲ្យអង្គុយកត់ចឹងអាហ្នឹងបើសិនជាយើងចង់ឆ្មក់ដើម្បីឲ្យដឹងអ្នកនឹងលួចឬមិនលួចហើយបើអញ្ចឹងទេធ្វើ audit បើប្រព័ន្ធសវនកម្មយើងស្មោះត្រង់អត់អីរកឃើញតែបើអត់ស្មោះត្រង់ចប់ហើយសុំកលុំគ្នាលុយហ្នឹងគឺមិនដឹងទៅឯណាសោកចុះសោកឡើងបាត់អស់ហើយអាហ្នឹងរឿងសន្តាគារភោជនីយដ្ឋានក៏ចឹងដែរគេធ្វើភោជនីយដ្ឋានថ្លៃណាមួយគឺមួយឆ្នាំរកបាន$20-30លានតែអត់មានភ្ញៀវទេអត់មានមនុស្សចូលហូបចូលអីទេប៉ុន្តែគេដាក់ចំណេញរហូតដើម្បីអីយកអាលុយខុសច្បាប់ហ្នឹងយកមកចូលក្នុងប្រព័ន្ធភោជនីយដ្ឋានហ្នឹងអញ្ចឹងហើយដើម្បីទប់អាអំពើហ្នឹងបានគឺតើមានមន្ត្រីចុះទៅស៊ើបអង្កេតឲ្យអង្គុយកត់តែភ្ញៀវចូលប្រមាណតែមានមនុស្សប្រមាណអ្នកធ្វើអញ្ចឹងកើតតើតែប្រទេសហ្នឹងគឺមានប្រព័ន្ធច្បាប់គេតឹងហើយជួលមន្ត្រីប៉ូលីសហ្នឹងឲ្យទៅធ្វើអញ្ចឹងបើអត់ទេប៉ូលីសសុំកលុំគ្នារួចទៀតចុះហេតុអីបានកន្លែងស្រីខូចហ្នឹងក៏មានកន្លែងឆោបបោកលាងលុយដែរនៅស្រុកគេលាងលុយតាមផ្ទះបនហ្នឹងគឺដោយសារតែគេពលឹះថាឥឡូវភ្ញៀវគេទទួលបានមួយថ្ងៃ500អញ្ចឹងទៅព្រោះកន្លែងគេធំ500នាក់ម្នាក់ប្រមាណហ្នឹងគឺតួលេខហ្នឹងលុយហ្នឹងគឺថាគ្រាន់តែផ្ទះបនហ្នឹងរកបានមួយឆ្នាំរាប់លានអញ្ចឹងទៅហើយដល់អញ្ចឹងទៅបើអ្នកដែលគេទៅស៊ើបអង្កេតគេទៅពិនិត្យមើលថាតើមានម៉ួយប្រមាណចូលទៅកន្លែងហ្នឹងអីអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺតើស៊ើបអង្កេតលម្អិតណាស់បើអត់ទេទៅរួចហើយអាហ្នឹងតើតផ្ទះសំណាក់ចុះគេលាងលុយស្អីទៀតតាមរយៈដូចមិនខ្ញុំនិយាយពីរឿងធនាគាររួចហើយរឿងស្អីផ្សេងមានបនកាស៊ីណូបនលបែងនេះគឺជាកន្លែងលាងលុយដ៏ស្រួលបំផុតសម្រាប់ពួកឆបោកអនឡាញឬក៏ពួកជួញដូរគ្រឿងញៀនពួកអីអ្នកមកលេងលបែងចាញ់លុយចាញ់អីហ្នឹងគាត់ចេះតែថាទៅអ្នកនេះចាញ់ប្រមាណមួយថ្ងៃមួយឆ្នាំរកបាន500លានឧទាហរណ៍ពីការដែលក្រុមគេចាញ់លបែងលុយហ្នឹង500លានជួនកាលអ្នកចាញ់អស់តែ100លានទេប៉ុន្តែកាស៊ីណូហ្នឹងថារកបាន500លានចុះ400លានហ្នឹងបានមកពីណា400លានហ្នឹងគឺយកពីលុយជួនកាលគាត់ជួលមនុស្សដែលជាគ្នាគាត់ហ្នឹងឲ្យចាញ់លបែងហ្នឹងហ្មងគឺទៅមួយថ្ងៃចាញ់$5លានក៏មានដែរយើងគិតថាចំគាត់បានលុយពីណាមកចាញ់លបែងច្រើនមកម៉េះងាប់ហើយទៅរកស៊ីអីចាញ់ទៅព្រោះលុយហ្នឹងគេយកទៅលាងនៅពេលដែលចាញ់លបែងគឺចូលទៅក្នុងកាស៊ីណូហ្នឹងគេថាលុយចាញ់លបែងគឺគេបានមកពីអំពើសុចរិតទេព្រោះភ្ញៀវចាញ់តាអញ្ចឹងទៅអាលុយហ្នឹងគឺបាន500លានមួយឆ្នាំ
បើសិនជាលុយហ្នឹងយកទៅលាងនៅក្នុងនោះជួនកាលបំផោងតួលេខហ្នឹងថា500លានមែនប៉ុន្តែអ្នកចាញ់មែនតើតែ400លានចឹងតែ100លានចឹង400លានទម្លាក់មកកញ្ចប់ហ្នឹង400ឲ្យគ្រប់500លានយកពីការជួញដូរឆបោកហ្នឹងទៅចូលនៅក្នុងប្រព័ន្ធណែកាស៊ីណូហ្នឹងស្របច្បាប់បាត់បងប្អូនណាច្រើនណាស់វិធីលាងលុយនេះគឺហើយវិធីហ្នឹងឯងផ្ទះបូរីទិញដីសន្តាគារធនាគារបនលបែងតែយើងនិយាយនេះមិនមែនបានន័យថាអ្នកបើករកស៊ីទាំងអស់ហ្នឹងគឺសុទ្ធតែគេសុទ្ធតែឆបោកអនឡាញឬក៏ជាអក្រិតជនទេមិនមែនទេប៉ុន្តែពួកអក្រិតជនឆបោកឬលាងលុយហ្នឹងគឺគេយកអាចច្រកហ្នឹងដើម្បីលាងលុយបានឆាប់រហ័សបំផុតនេះគឺជាវិធីដែលមានប្រសិទ្ធភាពសម្រាប់លាងលុយអញ្ចឹងហើយបានយើងឆ្ងល់ថាចុះឥឡូវអង់គ្លេសដូចថាតៃវ៉ាន់អីគេបាន120លានចក្រភពអង់គ្លេសគេរឹបអូសផ្ទះគេរឹបអូសដីសម្បត្តិទ្រព្យអីធនាគារកងធនាគារចុះនៅស្រុកខ្មែរហ្នឹងលោកចិនស៊ីក្រុមហ៊ុន Prince Group គាត់ពេញផ្ទៃស្រុកខ្មែរអត់មានបង្កកបានតែមួយរៀលស្អីក៏អត់ដែរស្អីក៏ត្រូវដែរនិយាយទៅគឺអត់មានខុសអីទាំងអស់បានន័យថារដ្ឋាភិបាលកម្ពុជាមិនរកឃើញថាលោកចិនស៊ីធ្វើប្រព្រឹត្តខុសអីក្រុមហ៊ុនចុះឥឡូវចាប់លោកចិនស៊ីដកសញ្ជាតិគាត់បញ្ជូនទៅចិនតាមពិតណាកម្ពុជាបញ្ជូនលោកចិនស៊ីទៅចិនណាមិនមែនបានន័យថាគាត់ប្រព្រឹត្តបទល្មើសឆបោកអនឡាញទេណាព្រោះកម្ពុជាអត់បានចោទប្រកាន់លោកចិនស៊ីពីបទឆបោកអនឡាញទេកម្ពុជាចាប់លោកចិនស៊ីបញ្ជូនទៅចិនដោយចោទប្រកាន់ចិនស៊ីថាក្លែងឯកសារដើម្បីបានសញ្ជាតិខ្មែររឿងនេះវាអញ្ចឹងចឹងហើយបានជាអត់មានឃើញរឹបអូសអត់មានឃើញចាប់ទ្របអីលោកចិនស៊ីទេហ្នឹងហើយបានជាអាមេរិកគេចេះតែឲ្យយើងរំលឹកយើងម្ដងហើយម្ដងទៀតថាឲ្យចាប់ត្រីធំនៅទៀតនៅអត់ទាន់បានធ្វើអីច្រើនទៀតអ្នកដែលពាក់ព័ន្ធមិនមែនតែចិនស៊ីម្នាក់អីណាបកើតក្រុមហ៊ុនពេញផ្ទៃស្រុកខ្មែរអត់មានអ្នកណាធ្វើអីគាត់កើតទេ